ប្រវត្តិនំភីសាភីសាគឺជាមុខម្ហូបដ៏មានប្រជាប្រិយនិងល្បីល្បាញបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្នទោះជាយ៉ាងណាក៏ដោយមុនពេលវាក្លាយជាអាហារតំណាងឲ្យភាពស៊ីវិល័យនិងមានវត្តមាននៅគ្រប់ភោជនីយដ្ឋានទំនើបភីសាមានប្រវត្តិដ៏យូរលង់និងគួរឲ្យចាប់អារម្មណ៍ដោយបានឆ្លងកាត់ការវិវត្តជាច្រើនដំណាក់កាលពីអាហារដ៏សាមញ្ញរបស់ជនក្រីក្ររហូតដល់ការទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកមុនពេលមានការបង្កើតនៅនំភីសាដែលមានទឹកជ្រលក់ប៉េងប៉ោះនិង cheese លាយដូចសពថ្ងៃគំនិតនៃការទទួលទាននំប៉័ងសំប៉ែតត្រូវបានគេរកឃើញតាំងពីសម័យបុរាណមកម្ល៉េះនៅក្នុងវប្បធម៌ជនជាតិអេស៊ីបក្រិចនិងរ៉ូមបុរាណប្រជាជនតែងតែមានទម្លាប់ដុតនំប៉័ងសំប៉ែតរួចលាបឬបាចគ្រឿងបន្ថែមពីលើដូចជាប្រេងអូលីវជីនិងគ្រឿងទេសក្នុងស្រុកផ្សេងៗដើម្បីបង្កើនរសជាតិនៅក្នុងសៀវភៅកំណត់ត្រាប្រវត្តិសាស្ត្ររបស់អាណាចក្ររ៉ូមមានការលើកឡើងអំពីនំប៉័ងសំប៉ែតដុតលើថ្មក្តៅដែលនេះត្រូវបានគេចាត់ទុកថាជាទម្រង់ដំបូងបង្អស់ឬជាបុព្វបុរសនៃមុខម្ហូបភីសានៅក្នុងសតវត្សទី18និងទី19នៃទីក្រុងណេផលនៃប្រទេសអ៊ីតាលីបានក្លាយជាកន្លែងកកាត់ពិតប្រាកដនៃនំភីសាទំនើបក្នុងសម័យនោះទីក្រុងណេផលគឺជាទីក្រុងកំពង់ផែដ៏មមាញឹកប៉ុន្តែក៏ពោរពេញទៅដោយជនក្រីក្រនិងកម្មករធ្វើការនឿយហត់ជាច្រើនពួកគេត្រូវការអាហារដែលមានតម្លៃថោកងាយស្រួលទិញនិងអាចហូបបានលឿននៅតាមដងផ្លូវឆ្លើយតបនឹងតម្រូវការនេះអាជីវករតាមដងផ្លូវបានចាប់ផ្ដើមធ្វើនំសំប៉ែតដែលមានតម្លៃថោកបំផុតដោយបន្ថែមគ្រឿងផ្សំសាមញ្ញពីលើដូចជាខ្ទឹមសប្រេងនិងត្រីតូចៗអ្វីដែលជាចំណុចរបត់សំខាន់បំផុតគឺការប្រើប្រាស់ប៉េងប៉ោះដើមឡើយប្រជាជនអឺរ៉ុបមានជំនឿថាផ្លែប៉េងប៉ោះដែលនាំមកពីតំបន់អាមេរិកគឺជាផ្លែឈើមានជាតិពិសនិងមិនហ៊ានទទួលទានឡើយប៉ុន្តែដោយសារតែភាពទីទាល់ក្រប្រជាជននៅទីក្រុងណេផលបានសាកល្បងយកវាមកធ្វើជាគ្រឿងផ្សំនៅលើនំប៉័ងសំប៉ែតហើយក៏បានរកឃើញនៅរសជាតិដ៏ឆ្ងាញ់ប្លែកដែលធ្វើឲ្យមុខម្ហូបនេះចាប់ផ្ដើមល្បីល្បាញពាសពេញតំបន់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតដែលបានផ្លាស់ប្ដូរឋានៈរបស់ភីសាពីអាហារជនក្រីក្រមកជាអាហារថ្នាក់ជាតិគឺកើតឡើងនៅក្នុងឆ្នាំ1889នៅពេលនោះព្រះមហាក្សត្រអ៊ីតាលីអ៊ុំប៊ែតូទី1និងព្រះរាជិនីម៉ាហ្គីរ៉េតាបានយាងទៅបំពេញទស្សនកិច្ចនៅទីក្រុងណេផលដោយសារតែព្រះរាជិនីមានព្រះរាជហឫទ័យចង់សាកល្បងអាហារក្នុងស្រុកដ៏ល្បីល្បាញចុងភៅដ៏ល្បីម្នាក់ឈ្មោះ Rafael Esposito ត្រូវបានគេអញ្ជើញឲ្យមកធ្វើភីសាថ្វាយទ្រង់លោក Esposito បានរៀបចំភីសាចំនួន3ប្រភេទខុសៗគ្នាប៉ុន្តែប្រភេទដែលព្រះរាជិនីពេញព្រះរាជហឫទ័យបំផុតគឺភីសាដែលមានគ្រឿងផ្សំតំណាងឲ្យពណ៌ទង់ជាតិនៃប្រទេសអ៊ីតាលីពណ៌ក្រហមបានមកពីទឹកជ្រលក់ប៉េងប៉ោះពណ៌សបានមកពី cheese mozzarella និងពណ៌បៃតងបានមកពីស្លឹកជីវ៉ាន់ស៊ុយបារាំងដើម្បីជាការថ្វាយព្រះកិត្តិយសដល់ព្រះរាជិនីភីសាប្រភេទនេះត្រូវបានដាក់ឈ្មោះថាភីសាម៉ាហ្គីរ៉េតាហើយព្រឹត្តិការណ៍នេះបានធ្វើឲ្យភីសាក្លាយជាមុខម្ហូបដ៏ពេញនិយមទូទាំងប្រទេសអ៊ីតាលីមិនថាក្នុងស្រទាប់វណ្ណៈណាឡើយភីសាបានចាប់ផ្ដើមភៀសខ្លួនចេញពីប្រទេសអ៊ីតាលីទៅកាន់ឆាកអន្តរជាតិតាមរយៈរលកចំណាក់ស្រុករបស់ជនជាតិអ៊ីតាលីនៅចុងសតវត្សទី19និងដើមសតវត្សទី20ជាពិសេសគឺជាការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហាងភីសាផ្លូវការដំបូងបង្អស់នៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Lombardies ត្រូវបានគេបើកដំណើរការនៅក្នុងទីក្រុងញូវយ៉កក្នុងឆ្នាំ1905ដែលជាកន្លែងទាក់ទាញកម្មករជនជាតិអ៊ីតាលីជាច្រើនទោះជាយ៉ាងណាការផ្ទុះឡើងនៃប្រជាប្រិយភាពភីសាជាសកលពិតប្រាកដគឺកើតឡើងក្រោយសង្គ្រាមលោកលើកទី2យោធាសហរដ្ឋអាមេរិកនិងកងទ័ពសម្ព័ន្ធមិត្តដែលបានទៅឈរជើងនៅប្រទេសអ៊ីតាលីបានភ្លក្សរសជាតិភីសានៅទីនោះនិងបានជាប់ចិត្តនឹងរសជាតិនេះជាខ្លាំងនៅពេលពួកគេត្រឡប់ទៅមាតុភូមិវិញពួកគេបាននាំយកចំណូលចិត្តនេះទៅជាមួយ
ដែលធ្វើឲ្យតម្រូវការភាសាកើនឡើងយ៉ាងគំហុកនិងនាំឲ្យមានការបង្កើតហាងភាសារាប់មិនអស់រហូតក្លាយជាអាជីវកម្មខ្នាតយក្សលំដាប់អន្តរជាតិនៅក្នុងឆ្នាំ2017អង្គការ UNESCO បានសម្រេចបញ្ចូលសិល្បៈនៃការធ្វើភាសាទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលនេះជាការបញ្ជាក់ពីតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅនៃមុខម្ហូបមួយនេះឆ្លងកាត់រាប់ទសវត្សរ៍ភាសាបានវិវត្តខ្លួនពីនំប៉័ងសំប៉ែតដុតលើថ្មមកជាអាហារសម្រន់តាមចិញ្ចើមផ្លូវហើយបានក្លាយជាម្ហូបលំដាប់ពិភពលោកសពថ្ងៃនេះភាសាត្រូវបានកែច្នៃនិងបន្ថែមគ្រឿងទៅតាមចំណង់ចំណូលចិត្តរបស់ប្រជាជននៅក្នុងប្រទេសនីមួយៗរួមទាំងការបង្កើតរសជាតិថ្មីៗស្របតាមវប្បធម៌តំបន់ទោះបីជាមានការផ្លាស់ប្ដូររូបរាងនិងរសជាតិយ៉ាងណាក៏ដោយភាសានៅតែរក្សាបាននូវអត្តសញ្ញាណដើមនិងជានិមិត្តរូបនៃការចែករំលែកសេចក្តីសុខតាមរយៈម្ហូបអាហាររួមតុយ៉ាងពិតប្រាកដ